មន្ត្រីជាន់ខ្ពស់ផ្នែកវិភាគព័ត៌មានភេរវកម្មអាមេរិកប្រកាសលាលែងតំណែងដោយសារមិនគាំទ្រប្រតិបត្តិការយោធានៅអ៊ីរ៉ង់មន្ត្រីជាន់ខ្ពស់ម្នាក់នៅក្នុងជួររដ្ឋាភិបាលអាមេរិកដែលមានភារកិច្ចវិភាគព័ត៌មានពាក់ព័ន្ធនឹងភេរវកម្មបានប្រកាសលាលែងពីតំណែងដោយអះអាងថាអ៊ីរ៉ង់មិនមែនជាគ្រោះថ្នាក់បន្ទាន់ឡើយហើយមិនអាចគាំទ្រប្រតិបត្តិការយោធាបានតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិកនេះគឺជាលើកដំបូងដែលមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលរបស់លោកត្រាំលាលែងដោយសារតែប្រឆាំងនឹងប្រតិបត្តិការនេះលោកโจ Gant ដែលជាប្រធានមជ្ឈមណ្ឌលប្រឆាំងភេរវកម្មជាតិបានបង្ហោះសារនៅលើបណ្ដាញសង្គមរបស់ខ្លួននៅថ្ងៃទី17កន្លងទៅដោយប្រកាសលាលែងភ្លាមក្នុងពេលតែមួយលោកបានបង្ហោះលិខិតមួយផ្ញើទៅកាន់ប្រធានាធិបតីត្រាំដោយពន្យល់ថាតាមស្មារតីមនុស្សធម៌របស់ខ្ញុំមិនអាចគាំទ្រសង្គ្រាមជាមួយអ៊ីរ៉ង់បានទេអ៊ីរ៉ង់មិនមែនជាគ្រោះថ្នាក់បន្ទាន់ចំពោះប្រទេសយើងឡើយវាច្បាស់ថាសង្គ្រាមនេះបានចាប់ផ្ដើមដោយសារសម្ពាធពីអ៊ីស្រាអែលនិងក្រុម lobby ដែលមានឥទ្ធិពលនៅក្នុងសហរដ្ឋអាមេរិកតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិកនេះគឺជាករណីដំបូងដែលមានមន្ត្រីជាន់ខ្ពស់លាលែងពីតំណែងដោយសារប្រឆាំងនឹងប្រតិបត្តិការយោធានៅអ៊ីរ៉ង់មជ្ឈមណ្ឌលប្រឆាំងភេរវកម្មជាតិគឺជាស្ថាប័នដែលធ្វើការវិភាគព័ត៌មានទាក់ទងនឹងភេរវកម្មហើយលោកត្រាំបានតែងតាំងលោកកែនជាប្រធានកាលពីខែកុម្ភៈឆ្នាំមុននៅថ្ងៃទី17ខែមីនាលោកត្រាំបាននិយាយទៅកាន់អ្នកសារព័ត៌មានថាគាត់ជាមនុស្សខ្សោយក្នុងវិស័យសន្តិសុខជាតិប្រសិនបើគាត់និយាយថាអ៊ីរ៉ង់មិនមែនជាគ្រោះថ្នាក់នោះការលាលែងរបស់គាត់គឺជារឿងល្អលោកត្រាំក៏ធ្លាប់បានបង្ហាញចំហមិនចង់ចូលរួមយោធានៅក្រៅប្រទេសក្នុងកំឡុងពេលយុទ្ធនាការបោះឆ្នោតដែលធ្វើឲ្យគាត់ទទួលបានការគាំទ្រទោះជាយ៉ាងណាកាសែតដុតធំរបស់សហរដ្ឋអាមេរិក The New York Times បានរាយការណ៍ថាករណីនេះអាចជាសញ្ញាបង្ហាញពីការបែកបាក់នៅក្នុងចំណោមអ្នកគាំទ្រគណបក្សសាធារណរដ្ឋ